សូមប្រយ័ត្នទន្លេមេគង្គហក់ឡើងខ្លាំងបណ្ដាលឲ្យបាក់ច្រាំងទន្លេចូលជ្រៅ50ម៉ែត្រគៀកផ្ទះពលរដ្ឋនៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំករណីបាក់ច្រាំងទន្លេមេគង្គចូលជ្រៅ50ម៉ែត្របណ្ដោយប្រហែល200ម៉ែត្រដែលស្ថិតនៅភូមិកោះ32ឃុំកោះ2ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំនៅថ្ងៃទី22ខែសីហាឆ្នាំ2026នេះខណៈទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងខ្លាំងឈានដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់ប្រពន្ធពីប្រជាពលរដ្ឋបានឲ្យដឹងថាបន្ទាប់ពីមានការបាក់ច្រាំងទន្លេដ៏ជ្រៅនេះប្រជាពលរដ្ឋនៅក្បែរច្រាំងបាននាំគ្នាប្រញាប់រុះរើផ្ទះសម្បែងរបស់ខ្លួនដែលមានការបារម្ភថាខ្លាចបាក់ច្រាំងនាំយកផ្ទះរបស់ពួកគាត់អាជ្ញាធរក៏បានជួលដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផងដែរបាក់អស់ហើយច្រាំងទន្លេកោះ32ឡើង25ផ្ទះនេះមួយទៀត2 3មកជួរសងខាងហូរលីងហ្មងនៅសល់ដល់2 3ម៉ែត្រពីផ្ទះបាក់ដល់ណាទៅវងវយក៏4 5ម៉ែត្រពីផ្ទះបាក់យ៉ាងនេះ